ទឹកចិត្តអ្នកម្ដាយពេលឃើញកូនរវល់មកពីធ្វើការវិញធ្វើម្ហូបបន្ទាន់ណានិយាយថាត្រៀមគ្រប់មុខតែម្ដងហើយឲ្យតែមកដល់ផ្ទះម្ដងឃើញគាត់ធ្វើម្ហូបបន្ទាន់ហើយរស់រាន់ដៃជើងតែម្ដងដើម្បីប្រម៉ែប្រមោគ្រឿងក្រៅមកជួយធ្វើអញ្ចឹងបងប្អូនសម្រាប់ថ្ងៃនេះអ្នកម្ដាយគាត់ចង់ពិសាជាមួយនឹងស៊ុបគោធម្មតាទេបងប្អូនស្ងោរឆ្អឹងគោយើងបងបន្លែល្ហុងលក្ខណៈបែបធម្មជាតិរបស់យើងមាននៅផ្ទះស្រាប់អញ្ចឹងណាហើយនាងខ្ញុំក៏ចាប់ផ្ដើមទៅបេះល្ហុងដែរនៅផ្ទះស្រាប់នឹងឯងយកមកចំនួន2ផ្លែដាក់នៅក្នុងស៊ុបគោរបស់យើងចំពោះស៊ុបឆ្អឹងគោថ្ងៃនេះអ្នកម្ដាយគាត់រងាស់ទាល់តែផុយឡើងឆ្ងាញ់បងគ្រឿងក្រៅអីរួចហើយនាងខ្ញុំគាត់តែមកដល់គឺដាក់ល្ហុងចូលតែម្ដងអញ្ចឹងបងប្អូនឲ្យយើងរងាស់តែល្ហុងរបស់យើងនឹងចេញជាតិបានល្អឡើងផុយឆ្ងាញ់ហើយរំលាយខ្ទឹមសរបស់យើងដើម្បីដាក់នៅក្នុងស៊ុបរបស់យើងឲ្យកាន់តែឈ្ងុយគឺរួចរាល់តែម្ដងជាពិសេសយើងមានជីអីផ្សេងសម្រាប់បងនៅពេលដែលយើងញ៉ាំហ្នឹងគឺជាការស្រេចមានអ្នកម្ដាយនៅជួយចាំគុតគង់ម្ហូបអាហារក៏ដូចជាមើលកូនតាំងពីនៅតូចបងប្អូនហើយគឺពិតជាសំណាងមែនតែនម្នាក់បើសិនជាមានអ្នកម្ដាយដែលជួយគុតគង់នឹងមើលបែបនេះមានវិថាសំណាងមិនដឹងរកអីផ្ទឹមគ្មានទេជួនកាលមកទៅធ្វើការវិញអត់បានថតបង្ហាញបងប្អូនក៏មានដែរដោយសារតែគាត់ធ្វើឲ្យស្រាប់ទុកទទួលកូនមកទៅធ្វើការគ្រប់គ្នាអញ្ចឹងបងប្អូនដូច្នេះហើយម្ហូបដែលចំអិនដោយស្នាដៃអ្នកម្ដាយមិនថាប្រភេទណាទេគឺឆ្ងាញ់ខ្លាំងតែម្ដងគ្រាន់តែញ៉ាំបាយហើយភ្លាមក៏មិនដែលភ្លេចដែរមកជូតមុខជាមួយនឹងសម្លេងជូតមុខអេសាហើយលាបជាមួយនឹង Sun Care ជាផលិតផលរបស់ក្រុមហ៊ុនចែកសោភាពសាធម្មជាតិ24នាងខ្ញុំចូលចិត្តធ្វើការក្រោមកម្ដៅថ្ងៃធ្វើឲ្យផ្ទៃមុខនឹងមានបញ្ហាជួមក៏ដូចជាអាចរយខ្លះអញ្ចឹងបងប្អូនដល់ពេលប្រើជាឈុតអញ្ចឹងគឺបានផលល្អមែនទែនឈុតសម្លេងជូតមុខជាមួយនឹង Sun Care គឺជួយផ្ដល់សំណើមក៏ដូចជាជាតិទឹកដល់ស្បែកមុខរបស់យើងបំបត្តិភាពជ្រីជ្រួញជំរុញឲ្យមានការផលិតកោសិកាថ្មីព្យាបាលស្បែកក៏ដូចជាមុខខូចរនាំងការពារស្បែកមុខឡើងក្រហមរោរាប្រតិកម្មជាពិសេសជួយបំបត្តិអាចរុយបំបត្តិជាំដែលបងប្អូនអាចរកទិញបានតាមតូបតាមផ្សារកន្លែងលក់គ្រឿងក្រអូបតាមម៉ាតឬក៏ផ្សារទំនើបគ្រប់25ខេត្តក្រុងតែម្ដង